បាទគ្រប់ជ្រាបសួរពុកម៉ែបងប្អូនអ្នកដាំជិះស្វាយចន្ទីទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកជួបគ្នាទៀតហើយតើតើខ្ញុំចង់ធ្វើការចែកម្លែកតើតើទៅនឹងផ្កាស្វាយចន្ទីណាពុកម៉ែបងប្អូនវីដេអូមុនខ្ញុំបានចែកម្លែកតើតើយើងមើលផ្កាបែបណាដែលថាផ្កាផលិតក្តឹបហើយផ្កាបែបណាដែលផ្កាមិនផលិតក្តឹបផ្កាញីផ្កាឈ្មោលណាពុកម៉ែបងប្អូនឥឡូវនេះខ្ញុំមកចង់ធ្វើការចែកម្លែកតើតើផ្កាបែបនេះពុកម៉ែបងប្អូនឃើញអត់ការនេះមានសភាពដូចក្រៀមហើយវាអត់ផលិតក្តឹបណាពុកម៉ែបងប្អូនហើយពេលខ្លះពុកម៉ែបងប្អូនឃើញបញ្ហាផ្កាវាបែបនេះពុកម៉ែបងប្អូនអាចគិតថាវាកើតជំងឺផ្សេងៗអញ្ចឹងទៅអាចមកពីសត្វល្អិតឬក៏អីអញ្ចឹងទៅដែលធ្វើឲ្យផ្កាហ្នឹងវាអត់ផលិតក្តឹបបងប្អូនក្តឹបនេះចេញយូរនេះក្តឹបឡើងធំមកនេះអញ្ចឹងដល់ពេលពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនអាចថាសន្និដ្ឋានថាវាប៉ះនៅសត្វល្អិតចង្រៃអាចស្មើលអាចអីចឹងណាបងប្អូនហើយមានផ្សិតមានអីចឹងទៅប៉ុន្តែនេះខ្ញុំចង់ធ្វើការចែកម្លែកថាបងប្អូនយើងអាចសន្និដ្ឋានបានផ្សេងៗនិយាយថាយើងអង្កេតទៅតាមស្ថានភាពផ្កាដែរពេលខ្លះផ្កាក្រៀមបែបនេះมันប្រកាសថាវាមានសត្វល្អិតឬក៏វាមានជំងឺផ្សិតអីផ្សេងៗទេអញ្ចឹងបងប្អូនអង្កេតឃើញទេផ្កានេះពីច្រើនខ្ញុំវីដេអូមុនខ្ញុំបានណែនាំចែកម្លែកតទៅនឹងផ្កាញីវាមានបែបណានេះបងប្អូននេះគឺជាផ្កាញីនេះបងប្អូននេះហើយនេះគឺជាផ្កាឈ្មោលនេះបងប្អូនឃើញអត់នេះវាមានហងលំអងវានៅខាងចុងអញ្ចឹងក្នុងមួយចកោមផ្កានេះបងប្អូនឃើញទេផ្កាញីគឺមានតិចមែនតើបងប្អូនឃើញមានតែមួយនេះបងប្អូនផ្កាញីមានតែមួយហ្នឹងជើងរមើលទៀតមកឃើញអត់អញ្ចឹងខ្ញុំចង់ចែកម្លែកថានៅពេលខ្លះពុកម៉ែបងប្អូនមិនប្រកាសថាឃើញផ្កាក្រៀមបែបនេះសន្និដ្ឋានថាវាមានសម្លបំផ្លាញឬក៏វាប៉ះជំងឺអីទេអញ្ចឹងដោយសារតែផ្កានេះគឺវាប្រភេទផ្កាឈ្មោលអញ្ចឹងផ្កាឈ្មោលទោះបីជាវាមិនប៉ះជំងឺឬក៏អីក៏វាក្រៀមដល់រយៈពេលវាគឺវានឹងក្រៀមរុះរយទៅតាមធម្មតាផាន់វាអញ្ចឹងពេលខ្លះពួកម៉ែបងប្អូនឃើញបែបនេះពួកម៉ែបងប្អូនចាប់ផ្ដើមទិញថ្នាំសត្វល្អិតទិញថ្នាំជំងឺមកព្យាបាលអីវាអាចថាជាការវាយម្លាយខុសផាន់យើងតទៅនឹងស្ថានភាពចន្ទីផាន់យើងណាតាមពិតវាជាផ្កាឈ្មោលដែលវាត្រូវរុះរយទៅវិញទេអញ្ចឹងពួកម៉ែបងប្អូនមុននឹងសម្រេចចិត្តយើងអាចឲ្យដឹងពីបញ្ហាច្បាស់លាស់ដើម្បីជៀសវាងការចំណាយផាន់យើងច្រើនទៅលើចន្ទីអញ្ចឹងក្នុងស្ថានភាពបែបនេះផ្កាឈ្មោលនេះវាក្រៀមជ្រុះរួយបែបនេះទៅបីយើងបាញ់ថ្នាំសត្វល្អិតឬក៏បាញ់ថ្នាំជំងឺអីក៏វាមិនអាចស្រោចស្រង់វិញដែរដល់ពេលដល់វេលាផាន់វាផ្កាឈ្មោលទាំងអស់នេះវានឹងរុះរយទៅតាមធម្មជាតិផាន់វាបាទនេះយើងអាចកោសមើលនេះបងប្អូននេះពេលយើងកោសមើលទៅឃើញផ្កាដែលវាក្រៀមផ្កាឈ្មោលហ្នឹងណាវាជ្រុះអញ្ចឹងពួកម៉ែបងប្អូនកេតមើលនេះផ្កានេះបងប្អូននេះផ្កាឈ្មោលនេះសុទ្ធតែផ្កាឈ្មោលច្រើនមែនតើអញ្ចឹងដូចថាអញ្ចឹងមកចកោមនេះផ្កាញីឃើញខ្ញុំឃើញមានតែមួយនេះទេនេះហើយមើលផ្សេងទៀតអូខេអត់ឃើញនេះក៏ដូចគ្នាអានេះឃើញមានតែផ្កាញីរៀងច្រើននេះអញ្ចឹងក្នុងវីដេអូនេះខ្ញុំក៏ចង់ធ្វើការចែកម្លែកតទៅនឹងយើងមើលផ្កាពេលខ្លះចន្ទីផាន់យើងមានគេថាមានផ្កាឈ្មោលច្រើនគេថាផ្កាអត់ផលិតក្តឹបណាអញ្ចឹងវានឹងដល់ពេលដល់វេលាវានឹងក្រៀមបែបហ្នឹងពេលខ្លះពុកម៉ែបងប្អូនសន្និដ្ឋានខុសថាវាមានជំងឺមានអីអញ្ចឹងទៅអញ្ចឹងពុកម៉ែបងប្អូនអាចទិញថ្នាំទិញអីយកមកបាញ់ខ្ញុំអីវាអាចจะខាតថ្នាំកាត់អីតាមពិតវាអត់មានបញ្ហាហ្នឹងទេអញ្ចឹងពុកម៉ែបងប្អូនរៀនគេទាំងអស់គ្នាបាទនេះពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនឃើញអញ្ចឹងនេះគឺផ្កាដែលវាត្រូវក្រៀមជ្រុះជ្រោយទៅវិញថាផ្កាដែលវាអត់ប្រកាត់ហៅថាផ្កាឈ្មោលណាប៉ុន្តែផ្កាញីពួកម៉ែបងប្អូនឃើញទេនេះផ្កាញីអញ្ចឹងក្នុងមកចកោមផ្កានេះឃើញថាផ្កាញីគឺមានតិចមែនតែនពួកម៉ែបងប្អូននេះក៏ជាផ្កាឈ្មោលដែរពួកម៉ែបងប្អូននេះផ្កាឈ្មោលនេះដោយសារវាមានកញ្ចុំលម្អផ្កានៅនេះអញ្ចឹងដូចពួកម៉ែបងប្អូនឃើញហើយអញ្ចឹងបើសិនជាវាចេញបែបនេះអានេះជាពួកម៉ែបងប្អូនដោយសារតែវាជាប្រភេទផ្កាឈ្មោលច្រើនអញ្ចឹងវាដល់ពេលដែលវាត្រូវក្រៀមជ្រុះ
តាមធម្មជាតិផងវាហើយអញ្ចឹងពុកម៉ែបងប្អូនសម្រាប់ផ្កាញីគឺវានៅផលិតជាក្តាប់របស់យើងអញ្ចឹងចង់ចែកម្លែកពុកម៉ែបងប្អូនឃើញស្ថានភាពផ្កាបែបនេះយើងត្រូវសន្និដ្ឋានវាច្បាស់លាស់ថាវាក្រៀមវាគៀងវាដោយសារសត្វល្អិតបំផ្លាញឬក៏ផ្កាផាន់ចន្ទីផាន់ពុកម៉ែបងប្អូនវាមានផ្កាឈ្មោលច្រើនអញ្ចឹងប្រកបណាស់ផ្កាឈ្មោលច្រើនវាប្រកបជារុះរយទៅវិញហើយវាអត់បានផលិតជាក្តាប់របស់យើងទេអញ្ចឹងពុកម៉ែបងប្អូនឃើញទេចន្ទីនេះផ្កាឈ្មោលច្រើនមែនតើក្នុងមួយចកោមអីវាបាន3 4ទេអានេះសិតតែជាផ្កាឈ្មោលដែលវាត្រូវក្រៀមជ្រុះទៅវិញពុកម៉ែបងប្អូនឃើញមួយចកោមនេះបានផ្លែមួយបងប្អូននេះអានោះជ្រុះអស់ផ្កាឈ្មោលអញ្ចឹងក្នុងវីដេអូនេះដូចខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតគាត់នៅជាការចែកម្លែកថាយើងមើលផ្កាវាណាយើងដឹងថាផ្កាហ្នឹងជាផ្កាឈ្មោលហើយវាមិនបានផលិតជាក្តាប់ឲ្យយើងទេអញ្ចឹងដល់ពេលដែលវាត្រូវជ្រុះជ្រោយវានឹងជ្រុះជ្រោយវាក្រៀមនឹងរុះរយដោយខ្លួនវាអញ្ចឹងទេឲ្យពុកម៉ែបងប្អូនអាចសន្និដ្ឋានបានថាវាមិនមែនអាចក្រៀមវាអញ្ចឹងទេដោយសារតែសត្វល្អិតឬក៏ជំងឺទេអញ្ចឹងធ្វើការសន្និដ្ឋានអានពីបញ្ហាបានច្បាស់លាស់ដើម្បីជៀសវាងដែលយើងចំណាយខុសដែលធ្វើឲ្យយើងខាតបង់ថវិកាបាទអរគុណច្រើនខ្ញុំចូលរួមចែកម្លែកតែប៉ុណ្ណឹងហើយជួបគ្នានៅវីដេអូក្រោយៗទៀតសម្រាប់ពុកម៉ែបងប្អូនដែលគិតថាវីដេអូបានខ្ញុំមានសារៈសំខាន់ពុកម៉ែបងប្អូនអាចធ្វើការចុច like ចុច share ឬក៏ចុច subscribe ក្នុង channel YouTube បានខ្ញុំបាទដើម្បីខ្ញុំអាចនឹងព្យាយាមផលិតនៅវីដេអូថ្មីៗជូនដល់ពុកម៉ែបងប្អូនបន្តទៀតហើយបើសម្រាប់ពុកម៉ែបងប្អូនមានជាមតិមានយោបល់អីបន្ថែមទៅនឹងការចែកម្លែករបស់ខ្ញុំនេះអាចធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបាទឬក៏ដើម្បីជាការចែកម្លែកផ្សេងចំណេះដឹងទៅដល់ពុកម៉ែបងប្អូនផ្សេងទៀតដែលក៏អត់ទាន់បានយល់ដឹងហើយនឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ឲ្យខ្ញុំផលិតជាវីដេអូអ្វីបន្តទៀតអាច comment នៅក្រោមវីដេអូបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយជម្រាបលា